ដែលស្រុកឈិនតាំងគាន់បានប្រយុទ្ធជាមួយបិសាចជាច្រើនជំនាន់ដែលស្រុកឈិនតាំងគាន់ស្អប់បិសាចណាស់រឿងរ៉ាវបានចាប់ផ្ដើមពេលក្មេងប្រុសចម្លែកម្នាក់កើតមកគ្រប់យ៉ាងជាកំហុសរបស់មនុស្សធំតែបានជាទៅបន្ទោសក្មេងមិនដឹងទេជំនឿងងឹតងល់គ្មានការពិចារណាការយល់ច្រឡំដែលពិបាកនឹងបកស្រាយឆាប់ឡើងសម្លាប់បិសាចនឹងទៅសម្លាប់វាទៅល្អសម្លាប់គេទៅឃុំគេជាប់កុំឲ្យចេញក្រៅបានបកកាត់តែពីមុខមាត់ខ្លួនឯងក្នុងជាវាសនារបស់គេមិនបាច់ខំប្រឹងទេទទួលស្គាល់វាសនាខ្លួនទៅយើងមិនព្រមទេចោតថាយើងជាបិសាចទេអញ្ចឹងចាំយើងធ្វើមើលថាបិសាចគេធ្វើយ៉ាងម៉េចដល់អំណាចឲ្យយើងវិញខ្ញុំត្រូវតែប្រឆាំងនឹងវាសនាមួយនេះ